ឈ្គួតហើយចង្រៃណាស់នរណាដាក់ថ្នាំក្នុងសាខ្ញុំដងឯងដាក់ថ្នាំខ្ញុំមែនទេត្រូវហើយខ្ញុំលក់យកដំបងរបស់ឯងឲ្យទៅលោកប្រធានផាកហើយលោកប្រធានផាកចូលចិត្តស្រីក្រមុំដូចជាឯងណាស់ហើយគាត់ក៏ចូលចិត្តបែបហ្នឹងដែរខំប្រឹងទៅណាដណ្ដើមយកក្រុមហ៊ុនហានសុងពីឯងមិនទាន់គ្រាន់ទេមែនទេបានជាចង់បំផ្លាញជីវិតខ្ញុំទៀតពិតណាស់ប៉ុណ្ណឹងមិនទាន់គ្រាន់ទេរាត្រីដ៏រីករាយណាខ្ញុំរវល់សុំទៅមុនហើយឯងជាអ្នកណាពួកវាបញ្ជូនឯងមកមែនទេជួយខ្ញុំផងក្តៅណាស់ទាំងអស់នេះជាកំហុសរបស់ខ្ញុំឯងទ្រាំបានទេសូមអង្វរកុំជប់អីសូមអង្វរកុំជប់អីថ្នាំសម្រាប់មែនទេនេះជាវាសនាចង្រៃណាស់សូម្បីតែមុខរបស់នាងក៏មើលមិនច្បាស់ដែរខ្ញុំប្រកាសជាត្រឡប់មកវិញយប់មិញប្រហែលជាសប្បាយណាស់ហើយមែនទេបងស្រីចិញ្ចៀននេះជាចិញ្ចៀនរបស់អ្នកស្នងរតគ្រប់ពូរីមតើទៅស៊ើបមើលថាយប់មិញគីមថៃយន្តនៅឯណាប្រឹងបន្តិចទៀតទៅប្រាប់ថាក្មេងស្លាប់ទៅខ្ញុំនឹងផ្ទេរលុយ$1 លានទៅកនីនាងឲ្យតែមានក្មេងម្នាក់នេះខ្ញុំប្រកាសជាអាចក្លាយជាម្ចាស់គ្រួសារគ្រប់អូរិនបានរឿងដែលកើតបានកូនភ្លុះមិនអាចឲ្យយូនសេដឹងជាដាច់ខាតសំណាងហើយដែលនាងមិនបានចាប់អារម្មណ៍ពីក្មេងម្នាក់ទៀតចុះកូនរបស់ខ្ញុំយ៉ាងម៉េចហើយសូមទោសផងលោកស្រីក្នុងចំណោមកូនភ្លុះទាំងពីរមានម្នាក់បានស្លាប់ក្រោយពេលកើតភ្លៀងអ្នកនាងអរិថាអ្នកនាងជាអ្នកផ្សំទឹកអប់ដ៏ល្បីល្បាញបំផុតនៅប្រទេសបារាំងប៉ុន្តែហេតុអ្វីបានជាស្រាប់តែត្រឡប់មកប្រទេសកូរ៉េវិញអញ្ចឹងពេលនេះមិនមែនជាពេលសម្ភាសទេសូមទោសផងចាស់ស្វាគមន៍ការត្រឡប់មកវិញយូនសេដេងពួកយើងទៅបារាំងគិតទៅអស់រយៈពេល6 ឆ្នាំហើយដល់ពេលដែលត្រូវសងនាងវិញរាប់រយដងហើយបើដឹងថាឯងជាអរិថាតើនាងនឹងមានទឹកមុខបែបណាទៅខ្ញុំពិតជាចង់ដឹងខ្លាំងណាស់វ៉ាទីនេះជាផ្ទះថ្មីរបស់យើងមែនទេពិតជាលុយណាស់ចាស់ដូយ៉ននាំស៊ូប៊ីនចូលទៅមុនទៅម៉ាក់រៀបចំអីវ៉ាន់រួចនឹងចូលទៅតាមក្រោយហើយយល់ចាំទីនេះមួយផ្លេតលេខាលីអាតាកំពុងមកកូរ៉េហើយស៊ើបមើលថាគេស្នាក់នៅសន្តាគារណារួមទាំងការវិភាគមកដល់ផងបាទប្រធានអរគុណណាស់នឹកម៉ាក់ទើបចេញមកមែនទេម៉ាក់ប្រាប់ឲ្យចាំក្នុងផ្ទះតើហេតុអីចេញមកម្នាក់ឯងហេតុអីអ៊ំស្រីម្នាក់នេះច្រឡំខ្ញុំជាកូនគាត់អីចឹងឬមួយខ្ញុំមកដូចកូនគាត់ខ្លាំងណាស់ចាប់ហៅម៉ាក់ភ្លាមទៅមិនយូរទេអីបើអ៊ំស្រីម្នាក់នេះជាម៉ាក់បង្កើតរបស់ខ្ញុំពិតជាល្អណាស់យូណាចុងហេតុអីឯងនៅទីនេះហេតុអីមិនចង់ឃើញខ្ញុំទេអី
ឬមួយចង់ឲ្យខ្ញុំស្លាប់ទៅដោយកាលពី5 ឆ្នាំមុនមិនដឹងជាសម្រាប់នឹងមកធ្វើអីទីនេះទេមិនដឹងជាតោងតាចាស់ណាបានលុយចាយទេមើលទៅគួរឲ្យសង្វេគណាស់ជិះទៅ ក្លិននេះហេតុអីក៏សាម្លេះតើយើងធ្លាប់ជួបគ្នាមុននេះទេ មិនដឹងដែរខ្ញុំដូចជាទៅតែជួបលោកលើកដំបូងទេអំបញ្ញមិញនេះអរគុណហើយណាថ្ងៃនេះទៅតែរើផ្ទះមកថ្មីគិតទៅពួកយើងឥឡូវជាអ្នកចិត្តខាងគ្នានឹង បាទជាអ្នកចិត្តខាងគ្នារីករាយណាស់ដែលបានស្គាល់ ទៅថ្ងៃមុខនឹងបានជួបគ្នាញឹកញាប់ហើយមិនបានទេរឿងកាលពី7 ឆ្នាំមុនដែលស្រីម្នាក់នោះគឺយូណាជុងដាច់ខាតមិនអាចឲ្យលោកថេអ៊ូដឹងឡើយយូណាជុងលោកថេអ៊ូជាគូដណ្ដឹងរបស់ខ្ញុំបើចង់មានបំណងមិនល្អដាក់គាត់ដុកចិត្តទៅ អ្នកទាំងពីរស្គាល់គ្នាដែរមែនទេ គាត់ជាបងស្រីខ្ញុំតាំងពីតូចមកមិនដឹងធ្វើបាបខ្ញុំប៉ុណ្ណាទេខ្ញុំធ្វើបាបនាងនិយាយក៏ហកក៏ឲ្យសំហេតុផលខ្លះផងយ៉ាងណាក៏ដោយអរគុណដែលជួយរើសទឹកអប់ឲ្យ ទឹកអប់នេះដូចជាសំខាន់ចំពោះនាងខ្លាំងណាស់មែនទេ តាមពិតទៅអាជីពខ្ញុំជាអ្នកផ្សំទឹកអប់ ល្មមតែក្រុមហ៊ុនខ្ញុំកំពុងរើសអ្នកផ្សំទឹកអប់បើចាប់អារម្មណ៍អាចសាកល្បងមកបាន លោកថេអ៊ូកុំស្ដាប់សម្ដីស្រីម្នាក់នោះអីអ្នកផ្សំទឹកអប់អីទៅនាងដឹងថាលោកជ្រុះទឹកអប់ទើបធ្វើពុតជាជ្រុះដែរតើតែខាតកុំចាញ់បោកល្បិចរបស់នាងឲ្យសោះ ទៅថ្ងៃមុខកុំមកបង្ហាញខ្លួននៅចំពោះមុខខ្ញុំនឹងហាយូទៀត ខ្ញុំជាម្ដាយរបស់ហាយូណាហេតុអីមិនឲ្យខ្ញុំជប់កូន ហាយូស្អប់នាងណាស់6 ឆ្នាំកន្លងមកនេះនាងធ្លាប់ធ្វើជាម្ដាយល្អរបស់គេដែរទេលោកប្រធានអ្នកចិត្តខាងដែលទើបរើមកថ្មីផ្ញើលិខិតអញ្ជើញចូលរួមកម្មវិធីជប់លៀងឡើងផ្ទះល្ងាចនេះបាទអ្នកចិត្តខាងយូណាចុងមែនទេតែល្ងាចនេះមានប្រជុំ មីងម្នាក់នោះឈ្មោះយូណាចុងទេហេប៉ាខ្ញុំចង់ទៅកម្មវិធីជប់លៀងនឹងបើគាត់ជាម៉ាក់របស់ពួកយើងល្អប៉ុណ្ណាទៅ អ្នកប្រុសហាយូនេះជាលើកដំបូងហើយដែលចង់ទៅកម្មវិធីបែបនេះលោកប្រធានទៅចូលរួមកម្មវិធីនោះទៅល្អជាងបាទអញ្ចឹងក៏បានរឿងប្រជុំលើកទៅពេលក្រោយចុះ អស់ចាណាស់ឬថាគីមថេវុនមែនទេម្នាក់ដែលល្បីខ្លាំងក្នុងវិស័យទឹកអប់ម្នាក់នោះហេពិភពលោកនេះពិតជាចង្អៀតមែនមិនត្រឹមតែប៉ុណ្្នឹងទេគាត់ក៏ចិត្តខ្លាយជាប្រធានរបស់ខ្ញុំដែរខ្ញុំនឹងចូលធ្វើការនៅក្រុមហ៊ុនអូរីនហើយតំណែងនាយករបស់យូនសេឡាខ្ញុំនឹងយកវានេះជាគម្រោងសងសឹករបស់ខ្ញុំគ្រាន់តែគិតក៏រំភើបបាត់ទៅហើយ ម៉ាក់ខ្ញុំចង់ញ៉ាំនំខេក strawberry នោះណាស់ ចាំបន្តិចណា Quite the vision aren't you Thank you I do try នំខេក strawberry ដូយ៉ន កូនប្រុសរបស់មីងឈ្មោះដូយ៉នតា តើអាវរបស់ដូយ៉នពីមុនពណ៌ស្រអាប់បែបនេះមែនទេ ប្រហែលជាមកពីពន្លឺហើយមើលទៅ អញ្ចឹងហេអញ្ចឹងកូនអង្គុយញ៉ាំស្តេកសិនទៅណាចាំបង្អែមម៉ាក់ជាអ្នកយកមកឲ្យមិនបានទេកូនមានប្រតិកម្មជាមួយ strawberry តាញ៉ាំទៅវាគ្រោះថ្នាក់ណាស់ ពូជាអ្នកណាហេតុអីមិនឲ្យខ្ញុំញ៉ាំនំខេក strawberry ពូយ៉នព្រោះពូជាប៉ារបស់កូន ប៉ាអាប៉ាពិតមែនហ៎លោកពូជាប៉ារបស់ខ្ញុំមែនទេទីបំផុតខ្ញុំមានប៉ានឹងគេហើយ ហាយូរីមិនអាចមករកខ្ញុំបែបនេះទេ ពួកយើងទៅរកម៉ាក់ទៅ យុនសេក៏មកទីនេះដែរហ៎ យុនសេជាមនុស្សស្រីមិនល្អទេម៉ាក់របស់ខ្ញុំគឺយុនអាចិនទេ ថាម៉េចយន្តអាចិនមិនមែនជាម៉ាក់របស់ក្មួយទេអញ្ចឹងលោកពូក៏គ្មានសិទ្ធិធ្វើជាប៉ារបស់ខ្ញុំដែរ បាត់ខ្ញុំដឹងហើយខ្ញុំទៅក្រុមហ៊ុនឥឡូវនេះ ពីវហើយប៉ាតើម៉ាក់ខ្ញុំសុំទៅបន្ទប់ទឹកមួយផ្លែត ឥឡូវនេះខ្ញុំមិនត្រូវការប៉ាទៀតទេ និយាយអីហ្នឹងតោះប្រញាប់ញ៉ាំទៅ ហាយូរីប៉ាមានការងារប្រញាប់ត្រូវទៅក្រុមហ៊ុនពូសុងវូនឹងទៅទទួលកូន ម៉ាក់លីហើយ
នាងមកក្រុមហ៊ុនខ្ញុំធ្វើអីចង់មករករឿងមែនទេមើលមិនដឹងទេអីគឺមកសម្ភាសការងារក្រុមហ៊ុនវិរុទ្ធជាក្រុមហ៊ុនផលិតទឹកអប់លំដាប់ពិភពលោកមនុស្សដូចជានាងគ្មានសិទ្ធិចូលមកទីនេះទេខ្ញុំបញ្ចប់ការសិក្សាមកពីសាលាអេស៊ីបសាកុំមកនិយាយកុហកសាលាអេស៊ីបសាជាសាលាផលិតទឹកអប់ដ៏ល្បីល្បាញនៅប្រទេសបារាំងមនុស្សដូចជានាងអាចចូលរៀននៅទីនោះបានដោយរបៀបណា កំពុងធ្វើស្អីគ្នានៅទីនេះ អេស៊ីបសាគឺជាសាលាកំពូលរបស់បារាំងឯងចូលទៅទីនោះដោយរបៀបណា តើឯងកំពុងធ្វើអ្វីនៅទីនេះ ស្រីម្នាក់នេះបានខ្លែងបន្លំប្រវត្តិរូបសង្ខេបបើមិនជឿទេយកទឹកអប់ណាមួយមកឲ្យខ្ញុំសាកល្បងទៅខ្ញុំគ្រាន់តែហេតុក្លិនក៏ដឹងពីធាតុផ្សំរបស់វាដែរគួរឲ្យអស់សំណើចណាស់ឯងស្មានតែខ្លួនឯងជាអ្នកជំនាញមែនទេ តាមពិតទៅក្នុងចំណោមអ្នកជំនាញពិតជាមានអ្នកដែលអាចវិភាគធាតុផ្សំទឹកអប់បានដោយគ្រាន់តែហេតុក្លិនមែន អ្នកជំនាញបែបនោះមានមិនដល់300នាក់ផងនៅលើโลกនេះបើខ្ញុំជាម្នាក់ក្នុងចំណោម300នាក់នោះ ល្អណាស់ខ្ញុំចង់បញ្ជាក់ដោយផ្ទាល់នេះជាផលិតផលថ្មីធាតុផ្សំរបស់វាមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ក្លិនដំបូងគឺមានអារម្មណ៍ដូចជាក្លិនរ៉ែនៅពេលប្រឡប់វាជាក្លិនឡាបដេណាំមិនអាចទៅរួចទេនាងគ្រាន់តែទាយត្រូវតើ សូមបន្តទៀតទៅ ហើយក្លិនឡាបដេណាំដ៏ក្រាស់នោះត្រូវបានរុំព័ទ្ធដោយភាពផ្អែមល្ហែមនិងទន់ភ្លន់របស់ licorice ត្រឹមត្រូវណាស់នេះជាធាតុផ្សំស្នូលរបស់ទឹកអប់នេះ មិនអាចទៅរួចទេហេតុអ្វីបានជាអញអាចទាយត្រូវទៅវិញព្រោះខ្ញុំជាអ្នកផ្សំទឹកអប់ដ៏ពូកែឈ្មោះអាតាន ពិតជាអស្ចារ្យណាស់តើអាចចាប់ផ្ដើមធ្វើការពីថ្ងៃស្អែកបានទេ ចាសសូមអរគុណសូមស្វាគមន៍មកកាន់ក្រុមហ៊ុនរបស់យើងគីមថេអ៊ុនម្នាក់នោះទាំងជាប្រធាននិងជាអ្នកជិតខាងទៀតតើនេះជាវាសនាដែលត្រូវជួបគ្នាមែនទេប៉ុន្តែម្នាក់នោះហាក់ដូចជាធ្លាប់ស្គាល់ពីមុនមកអញ្ចឹងតើអាចទេដែលគីមថេអ៊ុនគឺជាបុរសម្នាក់នោះកាលពី7ឆ្នាំមុនកាលនោះយុនសារ៉ានិយាយច្បាស់ណាស់ថានាងបានលក់រាត្រីដំបងរបស់ខ្ញុំទៅឲ្យតាចាស់តកោផាក់ម្នាក់តែពួកយើងបានយកណារបស់បុរសម្នាក់នោះនិងដូយ៉នទៅពិនិត្យរួចហើយគឺគ្មានត្រូវជាអ្វីនឹងគ្នាទេទោះជាយ៉ាងណាក៏ដោយវាមិនអាចបញ្ជាក់ថាជាគីមថេអ៊ុនដែលគិតមើលទៅយុនសារ៉ាអាចឲ្យខ្ញុំទៅពាក់ព័ន្ធនឹងបុរសមានទ្រព្យសម្បត្តិស្តុកស្តម្ភបែបនោះបានយ៉ាងម៉េចស៊ូប៊ីនខ្ញុំនៅតែចង់ស្វែងរកបុរសកាលពី7ឆ្នាំមុនម្នាក់នោះទោះជាយ៉ាងណាគេក៏ជាឪពុកបង្កើតរបស់ដូយ៉នដែរតែពួកយើងស្វែងរកដល់ថ្នាក់នេះហើយនៅតែគ្មានដំរីសោះតែខ្ញុំមានអារម្មណ៍ថាលោកគីមថេអ៊ុនម្នាក់នោះកាន់តែសាំទៅហើយបាក់ប្រហែលជាស្រវឹងទៀតហើយមើលទៅកែវរបស់ខ្ញុំនោះជាកែវដែលខ្ញុំស្រឡាញ់បំផុតណាស់ ក្លិននេះដូចជាធ្លាប់ហិតនៅកន្លែងណាមួយអ្នកនាងហាចុង ជំរាបសួរលោកប្រធានសូមទោសដែលមកទាំងយប់ប្រឡប់បែបនេះលោកប្រធានរបស់ខ្ញុំធ្លាក់នៅឯយ៉នោះ តើចង់រករបស់ address នេះមែនទេ ចាស់ពិតមែនហើយគឺរបស់នឹងហើយអីយ៉ាស់ការដុំឆាបកង្កែបឆាកាលពី7ឆ្នាំមុនមនុស្សស្រីដែលគេងជាមួយខ្ញុំមួយយប់នោះគឺអ្នកនាងហាចុងមែនទេ អំបាញ់មិញឯងនិយាយថាអី តើខ្ញុំគិតច្រើនពេកទេដឹងយុនសេរ៉ាមិនអាចយករឿងបែបនេះមកកុហកនោះទេហាយូពិតជាកូនប្រុសរបស់ខ្ញុំមែននាងហាចុងកុំប្រាប់ណាថាយកលេសរឿងកន្សែងបងកដើម្បីមកញ៉ាយខ្ញុំនោះល្បិចបែបនេះប្រើជាមួយខ្ញុំមិនបានផលទេតើផឹកអស់ប៉ុន្មានទៅនឹង មិនបានផឹកច្រើនទេតែមួយដបគត់ទេហេតុអីខ្ញុំត្រូវមកបញ្យល់ប្រាប់លោកធ្វើអីខ្ញុំសុំទៅសិនហើយ ចាំបន្តិចខ្ញុំជូនទៅ ទឹកអប់របស់ក្រុមហ៊ុន Liberté ដែលបានចេញលក់នាពេលថ្មីនេះភាគច្រើនជាក្លិនផ្កាហើយទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោកដូច្នេះហើយទើបពួកយើងផ្ដោតលើក្លិនផ្កានៅក្នុងរដូវកាលនេះ គួរឲ្យអស់សំណើចណាស់ លោកថេអ៊ូតើមានន័យថាម៉េច តើមិនដឹងខ្លួនពិតមែនទេ ក្លិនផ្កាជាការពេញនិយមនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនយើងក៏ត្រូវតែដើរតាមការពេញនិយមនេះដែរ
គ្មានសមត្ថភាពហើយនៅចង់បានច្រើនទៀតខ្ញុំមិនដឹងថាហេតុអីបានជាអ្នកម្ដាយឲ្យនាងមកកាន់តំណែងជានាយកនេះទេបើនៅតែបែបនេះក្រុមហ៊ុនយើងច្បាស់ជាវិនិច្ឆ័យមិនខាន ថាម៉េចថាខ្ញុំគ្មានសមត្ថភាព custom ខ្ញុំជាអ្នកបន្តវេនរបស់ក្រុមហ៊ុន Hansung Group ដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េណា អ្នកបន្តវេនតើគិតថាសមត្ថភាពប៉ុណ្ណឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឈរជើងនៅទីនេះទេ អូមកពីបែបនេះហើយទើបមនុស្សគ្រប់គ្នាហៅក្រុមហ៊ុន Urim Group ថាជាអ្នកគ្រប់គ្រងវិស័យទឹកអប់នោះ នាងហាជុងតាមមកក្រុមហ៊ុនដើម្បីគ្រាន់តែមើលលេងមែនទេ ត្រូវហើយចាត់ទុកថាគម្រោងរបស់ខ្ញុំមិនល្អឥតខ្ចោះចុះប៉ុន្តែតើឯងមានសិទ្ធិអីមកលូកដៃចូលចេញទៅភ្លាមទៅ យូនសេរ៉ាប្រធានក្រុមហ៊ុននេះគឺខ្ញុំធ្វើឲ្យសំរុំបន្តិចទៅ តើខ្ញុំនិយាយខុសមែនទេស្រីម្នាក់នោះគ្រាន់តែជាបុគ្គលិកថ្មីថែមទាំងខ្លាញ់បន្លំប្រវត្តិរូបទៀតចុះបើខ្ញុំមានសំណាលល្អជាងនេះកុំមកនិយាយលេងសើចឯងមានសំណាលស្អីទៅអញ្ចឹងសាកមើលសំណាលរបស់ខ្ញុំបន្តិចទៅបើមើលគម្រោងរបស់កញ្ញាសេរ៉ាគឺហាក់បីដូចជាដើរតាមតែសម័យកាលពេកហើយប៉ុន្តែបើក្រុមហ៊ុនយើងដើរតាមតែសម័យកាលនោះតើមនុស្សគ្រប់គ្នានឹងគិតយ៉ាងណា វាបំផ្លាញទឹកអប់ហើយ ទឹកអប់គឺតំណាងឲ្យអត្តសញ្ញាណរបស់មនុស្សម្នាក់ចំណុចខុសប្លែកនោះគឺការជ្រើសរើសតម្រូវតាមបុគ្គលម្នាក់ចប់តែប៉ុណ្្នឹងឯង ស្ដាប់ទៅល្អណាស់ការប្រកួត F លើកនេះខ្ញុំចង់ឲ្យកញ្ញាហាចិនតំណាងឲ្យក្រុមហ៊ុនយើងចូលរួម ជាគិតយូរណាស់ថាម៉េចការប្រកួត F លើកនេះគឺត្រូវជាខ្ញុំអ្នកចូលរួមតើ ហើយយ៉ាងម៉េច ខ្ញុំជាគូដណ្ដឹងរបស់លោកហើយក៏ជាម្ដាយរបស់ហាយូដែរហេតុអីក៏លោកជ្រើសរើសស្រីម្នាក់នោះ